ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានៅក្នុងពេលវេលាថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំបាទទៀតហើយក្នុងការមើលអំពីក្បួនតម្រាខ្មែរឬក៏យើងគ្រប់គ្នាហៅបានថាហោរាសាស្ត្រអញ្ចឹងក្បួនតម្រាខ្មែរហ្នឹងគឺមើលបានច្រើនប្រភេទគឺមើលតាំងពីជោគជតារាសីឬក៏មើលអំពីខែឆ្នាំគូស្រករប្តីប្រពន្ធឬក៏មើលអំពីលក្ខណៈប្រជ្រុយឬក៏មើលអ្វីផ្សេងជាច្រើនទៀតអញ្ចឹងក្បួនតម្រាខ្មែរនឹងគឺសល់ពីចាស់បរមបុរាណគាត់បានសរសេរចងក្រងទុកឲ្យក្មេងៗជំនាន់ក្រោយនឹងបានមើលនិងបានអានឲ្យយល់អំពីក្បួនតម្រាខ្មែរក្បួនតម្រាខ្មែរគឺយើងមើលបានច្រើនប្រភេទបងប្អូនណាអញ្ចឹងមកដល់វីដេអូថ្ងៃហ្នឹងខ្ញុំក៏មានការមើលអំពីជោគជតារាសីព្រោះថានៅវីដេអូមុនហ្នឹងខ្ញុំបានមើលអំពីជោគជតារាសីរបស់ឆ្នាំជូតហើយវីដេអូនេះខ្ញុំនឹងបន្តមើលអំពីជោគជតារាសីឆ្នាំឆ្លូវបន្តទៀតអញ្ចឹងការមើលអំពីជោគជតារាសីហ្នឹងខ្ញុំនឹងមើលឲ្យគ្រប់12ឆ្នាំចាប់ពីឆ្នាំជូតរហូតទៅដល់ឆ្នាំកុរអញ្ចឹងការពិតខ្ញុំត្រូវមើលអំពីលក្ខណៈប្រជ្រុយឲ្យចប់សិនតែខ្ញុំមើលទៅការមើលអំពីលក្ខណៈប្រជ្រុយហ្នឹងខ្ញុំផុសវីដេអូទៅគឺមិនសូវមានបងប្អូនណាគាត់ចាប់អារម្មណ៍ច្រើនអញ្ចឹងខ្ញុំក៏បដូរមើលអំពីជោគជតារាសីរបស់លោកអ្នកទាំង12ឆ្នាំវិញអញ្ចឹងការពិតការមើលអំពីជោគជតារាសីហ្នឹងខ្ញុំមិនទៅតន់មើលទេតែដោយសារតែខ្ញុំទំនេរអញ្ចឹងខ្ញុំក៏ឆ្លៀតមើលមួយបន្តទៅព្រោះថានៅសល់ប្រហែលខែទៀតបានដាច់ឆ្នាំហ្នឹងចូលឆ្នាំ2026ចុះវានៅសល់ច្រើនខែដែរតែដល់ខ្ញុំទំនេរអញ្ចឹងខ្ញុំក៏ចាប់តាមមើលបណ្ដាទៅអញ្ចឹងបងប្អូនណាដែលគាត់ចង់មើលអំពីជោគជតារាសីរបស់គាត់បងប្អូនអាចតាមដានស្ដាប់នៅក្នុងវីដេអូរបស់ខ្ញុំបានគឺខ្ញុំមើលគ្រប់12ឆ្នាំអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងមកតាមដានស្ដាប់អំពីការមើលអំពីខែឆ្នាំរបស់ខ្ញុំឆ្នាំយើងដែលត្រូវមើលក្នុងថ្ងៃហ្នឹងគឺឆ្នាំឆ្លូវនៅវីដេអូមុនគឺឆ្នាំជូតអញ្ចឹងយើងមើលបន្តឲ្យគ្រប់12ឆ្នាំអញ្ចឹងបងប្អូនលោកអ្នកដែលគាត់កើតឆ្នាំឆ្លូវបងប្អូនត្រៀមស្ដាប់បងប្អូនណាខ្ញុំនឹងមើលឲ្យបានដឹងអំពីជោគជតារាសីរបស់លោកអ្នកតែកើតឆ្នាំឆ្លូវតើរាសីរបស់លោកអ្នកនៅក្នុងឆ្នាំ2026នោះខាងមុខហ្នឹងនឹងជួបរឿងអាក្រក់ឬក៏ជួបរឿងល្អអញ្ចឹងយើងត្រៀមស្ដាប់ទាំងអស់គ្នាមនុស្សស្រីប្រុសណាដែលគាត់កើតឆ្នាំឆ្លូវបើគិតទៅឆ្នាំឆ្លូវគឺធាតុដីមនុស្សដែលកើតឆ្នាំឆ្លូវគឺធាតុដីចំណែកពងវិញឆ្នាំឆ្លូវបើគិតទៅគឺពងមនុស្សប្រុសធាតុដីអញ្ចឹងឆ្នាំឆ្លូវគឺនាមសត្វគោអញ្ចឹងជោគជតារាសីរបស់គាត់នៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺគេបណ្ដាញឆាញ់ចេះមនុស្សទាំងឡាយណាដែលគាត់កើតឆ្នាំឆ្លូវទំនាយបានទាយថានៅក្នុងឆ្នាំ2026ហ្នឹងនឹងមានគ្រោះអាក្រក់ដល់កាយជោគជតារាសីនឹងធ្លាក់ចុះចូលសង្កត់ចិត្តអត់ធ្មត់ទប់ទល់នឹងសត្រូវទើបអាចចម្លងគ្រោះនឹងបានអញ្ចឹងមនុស្សដែលគាត់កើតឆ្នាំឆ្លូវជោគជតារាសីរបស់គាត់នៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺមិនសូវល្អទេបងប្អូនណាគឺក្នុងគម្ពីរហ្នឹងគេដាក់ថានឹងមានគ្រោះអាក្រក់ចូលមកដល់កាយចំណែកជោគជតារាសីរបស់គាត់វិញនឹងត្រូវធ្លាក់ចុះអញ្ចឹងគេឲ្យយើងចូលសង្កត់ចិត្តអត់ធ្មត់
ទប់ទល់នឹងសត្រូវទើបអាចចម្លងគ្រោះនឹងបានអញ្ចឹងបងប្អូនដែលគាត់កើតឆ្នាំឆ្លូវគួរតែប្រុងប្រយ័ត្នព្រោះតែឆ្នាំថ្មីហ្នឹងយើងនឹងមានគ្រោះអាក្រក់ចូលមកដល់កាយចំណែកឆ្នាំ2025យើងហ្នឹងគឺយើងរាសីរបស់យើងឡើងតែដល់ផុតឆ្នាំ2025ចូលឆ្នាំ2026រាសីរបស់លោកអ្នកដែលគាត់កើតឆ្នាំឆ្លូវហ្នឹងនឹងត្រូវធ្លាក់ចុះហើយនឹងជួបរឿងអាក្រក់ៗច្រើនបងប្អូនណាគឺផ្លាស់ប្ដូរឆ្នាំថ្មីណាអញ្ចឹងរាសីខ្លះគឺផ្លាស់ប្ដូរតាមមួយឆ្នាំរាសីខ្លះគឺធ្លាក់តាមខែអញ្ចឹងវាមិនទៀងបងប្អូនអញ្ចឹងខ្ញុំគឺមើលតាមឆ្នាំសិនបើខ្ញុំទំនេរបន្តទៀតខ្ញុំអាចនឹងមើលជាប្រចាំខែឬក៏ប្រចាំថ្ងៃតែខ្ញុំវាមិនសូវទំនេរបានច្រើនប្រហែលទេខ្ញុំមើលបានរយៈចាំឆ្នាំសិនទៅអញ្ចឹងលោកអ្នកដែលគាត់កើតឆ្នាំឆ្លូវរាសីរបស់លោកអ្នកនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺនឹងជួបរឿងអាក្រក់ច្រើនអញ្ចឹងខ្ញុំនិយាយបន្តទៀតថាយើងគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់និងយើងចូលសង្កត់ចិត្តអត់ធ្មត់ទប់ទល់នឹងសត្រូវទើបអាចចម្លងគ្រោះនឹងបានក្នុងកម្ពីគេដាក់ឲ្យយើងប្រុងប្រយ័ត្នអញ្ចឹងថាឆ្នាំទាំងអស់ហ្នឹងមិនមែនថាយើងសិតតែឡើងខ្ពស់សិតតែចុះទាំងអស់បងគឺមានរាសីអ្នកខ្លះទៅក៏ឡើងអ្នកខ្លះក៏ធ្លាក់គឺមិនមែនតែវាដូចគ្នាទេអញ្ចឹងការមើលអំពីខែឆ្នាំហ្នឹងមិនមែនខ្ញុំចេះតែនឹកឃើញឬក៏ខ្ញុំចេះតែនិយាយតាមព្រាវបងប្អូនគឺក្បួនកម្ពីតម្រាខ្មែរយើងហ្នឹងគឺគេបានសរសេរចូលក្នុងទុកឲ្យយើងនឹងបានមើលនិងបានអានឲ្យយល់អំពីហោរាសាស្ត្រឬក៏ជោគជតារាសីឬក៏អ្វីផ្សេងទៀតដែលយើងមិនបានយល់អំពីហោរាសាស្ត្រខ្មែរយើងហ្នឹងអញ្ចឹងមកលោកអ្នកដែលគាត់ចង់មើលអំពីខែឆ្នាំផ្សេងនេះបងប្អូនអាចចូលក្នុង channel របស់ខ្ញុំនឹងមានវីដេអូដែលពីមុនមកហ្នឹងខ្ញុំមើលអំពីខែឆ្នាំគូស្រករប្តីប្រពន្ធណាដែលយើងចង់មើលអំពីឲ្យកូនឲ្យចៅផ្សេងគឺខ្ញុំមើលគ្រប់គូចង់បានគូណាយកជាមួយគូណាក៏ខ្ញុំមើលដែរអាហ្នឹងជាវីដេអូរបស់ខ្ញុំដំបូងរបស់ខ្ញុំដែលខ្ញុំមើលអំពីខែឆ្នាំហ្នឹងអញ្ចឹងខ្ញុំក៏អត់មានអីនិយាយវែងឆ្ងាយតទៅទៀតបងប្អូនណាខ្ញុំសូមឲ្យបងប្អូនហ្នឹងជួបតែសំណាងល្អគ្រប់គ្នាគឺអាសាធ្វើបន់ធ្វើទានរក្សាសិលនិងជួបតែសំណាងល្អព្រោះថាការធ្វើបន់រក្សាសិលហ្នឹងគឺជួយឲ្យយើងហ្នឹងមានចិត្តស្រស់ជ្រះថ្លានិងជួយបង្កើតបន់របស់យើងឲ្យបានច្រើនមិនមែនថាយើងធ្វើល្អមិនបានល្អទេយើងធ្វើល្អវាត្រូវតែបានផលល្អតែវាមានពេលវេលារបស់គេឲ្យគឺថាជួនកាលយើងធ្វើល្អភ្លាមមិនទាន់បានផលល្អភ្លាមទេគឺត្រូវការពេលវេលាទៅមុខទៀតដូចជាមនុស្សធ្វើអាក្រក់អញ្ចឹងពេលដែលយើងធ្វើអាក្រក់ផលអាក្រក់វាមិនទាន់ឲ្យភ្លាមទេគឺតែពេលវេលាទៅមុខទៅបានវាទទួលផលដូចគ្នាអញ្ចឹងការធ្វើអំពើល្អនិងអំពើអាក្រក់ហ្នឹងគឺវាមិនខុសគ្នាទេគឺបានផលដូចគ្នាហើយផលបើច្រើនគឺច្រើនដូចគ្នាទោះយើងធ្វើផលអាក្រក់ច្រើនគឺផលវិញក៏អាក្រក់ក៏ច្រើនដែរបើយើងធ្វើផលល្អច្រើនផលល្អក៏បានច្រើនដែរអញ្ចឹងខ្ញុំក៏អត់មាននិយាយវែងឆ្ងាយតទៅទៀតបងប្អូនណាខ្ញុំក៏សូមឲ្យបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណនិងសូមជម្រាបលា